គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស12ធ្នូឆ្នាំ2026លើកទី19ក្រោមប្រធានបទយើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្សនិងអំពើឆបោកតាមអនឡាញក្រោយខកខានដោយទទួលរងការឈ្លានពានពីសំណាក់យោធាថៃនៅតាមខ្សែបន្ទាត់ព្រំដែនកន្លងមកកាលពីអំឡុងខែធ្នូឆ្នាំ2025កន្លងទៅពិធីនេះធ្វើឡើងក្រោមអធិបតេយ្យភាពឯកឧត្តមអមរត្រីអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យនិងឯកឧត្តមផ្លាច់វរីប្រធានក្រុមប្រឹក្សាខេត្តដែលមានអ្នកចូលរួមប្រមាណ700នាក់ប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី11ខែមីនាឆ្នាំ2026លោកស្រីរស់សុផានីអភិបាលរងខេត្តបន្ទាយមានជ័យនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានរាយការណ៍សង្ខេបពីរបាយការណ៍ក្នុងរយៈពេល12ខែឆ្នាំ2025កន្លងនេះស្នងការដ្ឋាននគរបាលខេត្តបានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន84លើ38ករណីកើន46ករណីដែលបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបងខេត្តចំនួន177នាក់ស្រី46នាក់អនិច្ចជន4នាក់សង្គ្រោះជ្រងគ្រោះចំនួន291នាក់ស្រី137នាក់អនិច្ចជន15នាក់ប្រកល់ឲ្យគ្រួសារ291នាក់ស្រី137នាក់ក្នុងនោះចាយជាករណីអំពើជួញដូរមនុស្សបង្ក្រាបបាន66ករណីឃាត់ខ្លួនជនសង្ស័យ157នាក់ស្រី46នាក់ជនបរទេស95នាក់មាន3សញ្ជាតិនិងសង្គ្រោះជ្រងគ្រោះ273នាក់ស្រី119នាក់ករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបាន18ករណីឃាត់ខ្លួនជនសង្ស័យ18នាក់និងសង្គ្រោះជ្រងគ្រោះ18នាក់ស្រី18នាក់កងរាជអាវុធហត្ថខេត្តបានបង្ក្រាបបទល្មើសបានចំនួន9ករណីស្មើនឹង30លើកឃាត់ខ្លួនជនសង្ស័យបានចំនួន79នាក់ស្រី27នាក់ក្នុងនោះស្ថាប័នតុលាការនិងអัยការអមសាលាដំបងខេត្តបានចំណាត់ការលើរឿងក្តីពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទបានយ៉ាងសកម្មនិងបានពន្លឿនទៅតាមនីតិវិធីផងដែរដើម្បីជួយរួមពង្រឹងប្រសិទ្ធភាពនៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានិងដើម្បីបង្ហាញពីការបញ្ជាក់ឡើងវិញនៃការបដិញ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សាឲ្យបានសន្តិសុខស្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមនិងសន្តិភាពយូរអង្វែងឯកឧត្តមអមរត្រីបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៅតែបន្តការបដិញ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋសន្តិសុខសង្គមនិងសន្តិភាពជាតិឲ្យនៅស្ថិតស្ថេរយូរអង្វែងតទៅដោយលុបបំបាត់ឲ្យខាងតែបាននៅរាល់ឧក្រិដ្ឋកម្មដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានិងបដិញ្ញាការពារប្រជាជនកម្ពុជាក៏ដូចជាជនបរទេសទាំងឡាយណាដែលបាននឹងកំពុងស្នាក់នៅលើទឹកដីកម្ពុជាឲ្យមានសុវត្ថិភាពនិងទទួលបាននូវកិច្ចការពារតាមគោលការណ៍ច្បាប់ដោយឥតរើសអើងនិងមិនបណ្ដាលបណ្ដោយឲ្យបទល្មើសរីកធំធាត់ក្លាយជាឧបសគ្គដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យដែលជាគោលដៅចម្បងរបស់ជាតិស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដែលបាននឹងកំពុងអនុវត្តយ៉ាងរលូនក្នុងដំណាក់កាលទី1និងបន្តបន្ទាប់លោកក៏បានអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធបន្តធ្វើសកម្មភាពយ៉ាងសកម្មតាមជំនាញរៀងៗខ្លួនក្នុងភូមិសាស្ត្រខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតរក្សាបានស្ថិរភាពនិងនៅដោយសពថ្ងៃនេះជាពិសេសគ្រប់ផ្នែកជំនាញអង្គការសមាគមមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិក៏បានរួមសហការគ្នាចូលរួមចំណែកនៅក្នុងការកសាងផែនការយុទ្ធសាស្ត្រឆ្នាំ2024-2028ដើម្បីជាផែនទីបង្ហាញផ្លូវនិងលើកទិសដៅជាផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ2026នេះដើម្បីសហការគ្នានៅក្នុងការបង្ក្រាបសង្គ្រោះផ្ដន្ទាទោសនិងផ្ដល់កិច្ចការពារឲ្យបានកាន់តែប្រសើរឡើងជាចុងបញ្ចប់ឯកឧត្តមអមរត្រីក៏បានផ្ដល់កិត្តិយសផ្ដល់នៅលិខិតថ្លែងអំណរគុណនិងបានសរសើរជូនដល់មន្ទីរអង្គភាពពាក់ព័ន្ធអង្គការដៃគូដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យដើម្បីគោរពទង់ជាតិនៅក្នុងឆ្នាំ2025បានចូលមកក្នុងប្រទេសកម្ពុជាវិញសរុបចំនួន3ចាសូមអរគុណទីលោកមេតាអរស្មែបញ្ជាការខាងច្រកវាព្រំដែនអន្តរជាតិប៉ោយប៉ែតអន្តរជាតិសិង្ហបុរីចាមន្ទីរព័ត៌មានមន្ទីរអភិវឌ្ឍជនបទមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមន្ទីរអប់រំយុវជននិងកីឡាចាសូមគោរពអញ្ជើញភាសាពីរដ្ឋាភិបាលចាបន្តមន្ទីរ